បាទហើយសម្រាប់ Arsenal វិញគឺអស់អីអត់មានអីនៅក្នុងដៃទៀតទេគឺនៅសល់តែ UEFA Champions League តែប៉ុណ្ណោះគណៈពេលដែល Paris នោះគឺគេលើកពាននៅក្នុងបាទ League របស់គេរួចរាល់ហើយអញ្ចឹងសម្រាប់ Arsenal ក៏អត់មានតួនាទីអីច្រើនសម្រាប់បាទ Paris ក៏គ្មានតួនាទីអីច្រើនប៉ុន្តែសម្រាប់ខាង Paris ដូចជាព័ត៌មានលហៀងដូចវាមិនសូវស្រួលសម្រាប់វត្តមានរបស់ Ousmane Dembélé បាទប្រិមិត្តយើងឃើញថាសម្រាប់ការប្រកួតជើងទី1សម្រាប់ Arsenal ហាក់បីដូចជាតានតឹងបន្តិចដោយសារតែអត់មានវត្តមានរបស់ Thomas Partey ប្រិមិត្តដឹងស្រាប់ហើយថាសម្រាប់អេគីបឬក៏ក្រុមជំរឿសដំបូងរបស់លោក Mikel Arteta ចាំបាច់បំផុតគឺជាពិសេសគឺនៅក្នុងតំបន់បម្រើដែលមាន Odegaard ហើយជាមួយនឹង Partey ហើយបើសិនជាយើងនិយាយអំពីតំបន់ការពារវិញគឺអត់សូវជាចំណោទបញ្ហាអីមកទេព្រោះដោយសារតែកីឡាករបកអត់មានបញ្ហាអីទេបាទអញ្ចឹងសម្រាប់ការប្រកួតជើងទី1ប្រិមត្តក៏ឃើញហើយថាសម្រាប់ការគ្រប់គ្រងបាល់បានទៅលើ Paris ប៉ុន្តែសម្រាប់ឱកាសធំជាច្រើនគឺឋានទៅលើ Arsenal ស្របពេលដែលសុទ្ធបញ្ចំទីនោះគឺសុទ្ធចំទីតាំងនោះគឺ Arsenal ច្រើនជាងហើយឱកាសនៅក្នុងការរកគ្រាប់បាល់សំខាន់ក៏មានច្រើនជាងដែរប៉ុន្តែបាទมันអាចយកឈ្នះបានទេមួយគ្រាប់របស់ Dembélé នេះគឺធ្វើឲ្យ Arsenal ចប់ត្រឹមប៉ុណ្ណេះឯងបាទយើងឃើញថាសម្រាប់ Real Madrid ក៏នៅមានការប្រកួតនៅ La Liga នៅមិនទាន់វាដាច់ពិន្ទុនៅឡើយទេសម្រាប់ Barcelona អញ្ចឹងសម្រាប់ការប្រកួតយើងឃើញហើយនៅសល់តែ League របស់ប្រទេសអ៊ីតាលីហើយជាមួយនឹងអេស្ប៉ាញទេដែលតានតឹងបាទហើយសម្រាប់ការប្រកួតរបស់ Bundesliga របស់អាល្លឺម៉ង់នៅក្នុងរាត្រីនេះគឺជាការកាត់សេចក្តីហើយប្រសិនបើ Bayern Munich ឈ្នះនោះមានន័យថា Bayern Munich គឺលើកពានហើយបាទអរគុណច្រើនសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទហើយសម្រាប់ការប្រកួតបាទនៅក្នុងអាស៊ីរបស់យើង AFC Challenge League បាទនឹងប្រព្រឹត្តទៅនៅថ្ងៃទី10ប្រខ័ណ្ឌរីស្វាយរៀងប្រះជាមួយនឹងអាកាដាកដែលប្រព្រឹត្តទៅនៅកីឡដ្ឋានមរតកដៃជោនៅវេលាម៉ោង 7 យប់យើងឃើញថាសម្រាប់សម្បត្តិលក់តែមួយថ្ងៃចង់បាទលក់តែមួយថ្ងៃគឺអស់តែម្ដងគឺសម្រាប់ការកំណត់ចំនួនដែលត្រូវលក់សម្រាប់ការថ្ងៃទី2វិញគឺក៏ដូចគ្នាដែរតែមួយផ្លែតតែប៉ុណ្ណោះគឺការលក់សម្បត្តិគឺត្រូវបានលក់អស់តែម្ដងមិនថាទាំងអនឡាញមិនថាទាំងទៅទិញផ្ទាល់នោះទេបាទមានការអន់សពុនចិត្តជាច្រើនសម្រាប់អ្នកចូលរួមបាទអ្នកគ្រប់គ្រងបាល់ទាត់ដែលចង់ទៅចូលរួមទស្សនាដែលសម្បត្តិដាក់លក់ដូចជាលឿនពេកដែលធ្វើឲ្យអ្នកគ្រប់គ្រងមួយចំនួនគឺថាมันអស់ចិត្តបាទជាមួយនឹងការទិញហើយអីក៏លក់លឿនយ៉ាងនេះបាទអញ្ចឹងសម្បត្តិមិនមែនតិចទេណាប្រិមិត្តបាទ 50000 ជាងសម្បត្តិអញ្ចឹងការលក់នេះមើលទៅហាក់បីដូចជាលឿនពេកគណៈពេលដែលឥឡូវនេះបាទសម្រាប់ពេកផ្លូវការរបស់បាទក្លឹបបាល់ទាត់ប្រខ័ណ្ឌរីស្វាយរៀងបានបញ្ចេញហើយសម្រាប់ថ្ងៃច័ន្ទនឹងមានការបន្ថែមសម្បត្តិបន្តទៀតបាទទៅកាន់អ្នកទស្សនាអ្នកគ្រប់គ្រងចាំមើលតើនឹងដាក់លក់តាមវិធីណាប្រហែលស្អែកយើងអាចដឹងហើយថាតើនឹងដាក់លក់តាមវិធីណាអាចនឹងនៅក្នុង app ទាំងអស់ឬក៏លក់នៅខាងក្រៅបាទរងចាំមើលទាំងអស់គ្នាបាទស្របពេលដែលការប្រកួត Europa League នោះវិញឃើញថាសម្រាប់ Manchester United បាទលើគេហៅថាRick Skuski ខ្លាំងមែនតើបន្ទាប់ពីយកឈ្នះ Bilbao ក្នុងលទ្ធផល 3-0 ជាមួយនឹងការទទួលបានកាតក្រហមបាទក្នុងនោះផងដែរបើសិនជាយើងអ្វីដែលធ្វើឲ្យក្នុងបណ្ដាញសង្គមមានការឆោបាទអ៊ូអមែនតើនោះមិនមែនឆោឡោអ៊ូអមែនតើនោះគឺដោយសារតែទម្រង់លេងរបស់ Harry Maguire បាទដែលធ្វើឲ្យគេបានប្រៀបធៀបទៅនឹង Yamal បាទក្នុងនោះផងដែរសម្រាប់ Harry Maguire ហាក់បីដូចជាធ្វើបានល្អច្រើនក្នុងមួយរយៈចុងក្រោយនេះបើសិនជាយើងនិយាយទៅគឺចាប់តាំងពីការដឹកនាំរបស់លោក Amorim មកយើងឃើញថាសម្រាប់ Harry Maguire នេះហាក់បីដូចជាចាប់ផ្ដើមធ្វើបានល្អច្រើនតែពិតមិនមែនត្រឹមតែប៉ុណ្្នឹងទេតាំងពីបាទការដឹកនាំមុនរបស់លោក Erik ten Hag ម៉េះគឺសម្រាប់ Harry Maguire នឹងដូចត្រឡប់មករកភាពកាន់តែល្អទៅអញ្ចឹងណាបាទតែយ៉ាងណាមិញលទ្ធផលប៉ុណ្ណេះគឺជាហៅថាលទ្ធផលដ៏កក់ក្ដៅហើយព្រោះការប្រកួតក្រៅដីផងសម្រាប់ Spurs ក៏ធ្វើបានល្អដែរតែការប្រកួតក្រោយគឺជាការប្រកួតក្រៅដីអញ្ចឹងក៏មិនស្រួលប្រហែលដែរបាទស្របពេលដែល Chelsea នោះវិញធ្វើបានយ៉ាងល្អបាទអត្រាចូល 90% ដែល Chelsea នឹងត្រូវឡើងទៅកាន់វគ្គបន្ទាប់គឺវគ្គផ្ដាច់ព្រាត់មិនដឹងថាតើប៉ះជាមួយនឹង Betis ឬក៏ត្រូវប៉ះជាមួយនឹង Fiorentina បាទយើងឃើញថា League បាទឬក៏ការប្រកួតបាល់ទាត់នៅក្នុងរដូវកាល 2024-2025 នេះឈានជិតដល់ទីបញ្ចប់ហើយបាទនៅសល់រយៈពេលថា1ខែទៀតទៅចោះបាទតែពិត1ខែទៀតទៅចោះអ្វីគ្រប់បែបយ៉ាងគឺនឹងត្រូវបានបញ្ចប់បាទសម្រាប់លីកនៅក្នុងប្រទេសអង់គ្លេសនឹងបញ្ចប់នៅថ្ងៃទី25ខែនេះហើយប្រិមិត្តអញ្ចឹង
ចាប់ពីពេលនេះទៅគឺមានតែការប្រកួតប្រជែងបាទជាមួយនឹងតំណែងដើម្បីលេង UEFA Champions League តែប៉ុណ្ណោះសម្រាប់អ្នកគ្រប់គ្រងពានក៏បានរកឃើញសម្រាប់អ្នកដែលនឹងត្រូវកាត់ចេញក៏បានរកឃើញដែរមានតាំងពី Ipswich Leicester ហើយជាមួយនឹង Southampton អ្នកដែលត្រូវឡើងត្រឡប់មកវិញគឺមាន Leeds United ជាមួយនឹង Burnley និងមាន4ក្រុមទៀតរងចាំ Play-off ដើម្បីស្វែងរកក្រុមទី3មកកាន់ Premier League បាទយើងឃើញថាសម្រាប់ការប្រកួតនៅក្នុងរដូវកាលនេះបាទគេហៅថាមកមានញើសខ្លាំងបាទក៏ដូចជាបាទមានរឿងរ៉ាវជាច្រើនដែលប្រិមិត្តមិននឹកស្មានដល់ដូចជា Man City មិននឹកស្មានថាគាត់ធ្លាក់ដល់ម្លឹងបាទគណៈពេលដែល Southampton គឺជាក្រុមមួយដែលបំបែកបាទកំណត់ត្រាដែលអាក្រក់ជាងគេបំផុតនៅក្នុងការរកពិន្ទុនៅក្នុងតារាង Premier League បាទអញ្ចឹងសម្រាប់ការប្រកួត UEFA Champions League ខ្ញុំនឹងរៀបចំបាទនិយាយជូនទៅកាន់ប្រិមិត្តបន្ថែមទៀតនៅថ្ងៃប្រកួតប៉ុន្តែបើសិនជាយើងក៏លេចទៅមើលប៉ុណ្ណេះប៉ារីសគឺមានឱកាសហើយបាទការប្រកួតជើងទី2ប៉ុន្តែយ៉ាងណាមិញប្រិមិត្តយើងមិនអាចនិយាយបាន 100% ទេសម្រាប់ការប្រកួតជើងទី1អាសនលគឺបាត់ទៅលើ Thomas Partey បាទយ៉ាងណាមិញសម្រាប់ប៉ារីសក៏គេមាំទាំដែរអ្វីដែលប៉ារីសខ្លាំងបំផុតនោះគឺការលេងប្រេសខ្លាំងមែនតើប្រិមិត្តបាល់ទៅទីតាំងណាគឺខាងក្រុមប៉ារីសបាទកីឡាកររបស់គាត់គឺទៅទីតាំងនោះហើយបាទខ្លាំងមែនតើសម្រាប់ប្រេសប៉ុន្តែក៏ជារឿងសោយមួយរបស់ Arsenal ដែរដែលមានឱកាសជា2ជា3លើកប៉ុន្តែអត់អាចបាទរកគ្រាប់បាល់បានជាពិសេសឱកាសមាសរបស់ Martinelli ក៏ដូចជាឱកាសមាសរបស់ Trossard មួយស្មើជាមួយនឹងអ្នកចាំទីទៅហើយប៉ុន្តែធ្វើអីមិនបានជាមួយនឹង Donnarumma បាទអូយបាទការប្រកួតគឺថាមើលទៅវាថាជក់ភ្នែកមែនតើបាទតែសម្រាប់ការប្រកួតរវាង Inter មួយ Barcelona នេះក៏មិនធម្មតាដែរប្រិមិត្តបាទមានទៅមានមកត្បិតតែ Barcelona គឺជាអ្នកគ្រប់គ្រងនៅលើទីលានក៏ពិតមែនប៉ុន្តែ Inter ទៅមួយប្រិមិត្តក៏ដឹងដូចគ្នាថាសម្រាប់ជើងក្រោមរបស់ Barcelona គឺតានតឹងមែនតើការបិទការព្យាយាមទប់ជាមួយនឹងគូបដិបកមើលទៅដូចជាមានចន្លោះប្រហោងបាទសម្រាប់ Barcelona ហើយបើសិនជាយើងក៏លេខទៅមើលគ្រាប់បាល់របស់ Inter គឺមើលទៅដូចជាមិនជាប្រមាណទេប៉ុន្តែគ្រាប់បាល់របស់ Barcelona គឺល្អជាពិសេសគ្រាប់បាល់បាទបាញ់ពីចម្ងាយរបស់ Rafinha គឺល្អមែនទែននិងគ្រាប់បាល់របស់ Lamine Yamal ដែលមានខ្សែការពារណែនណាន់តាន់តាប់នៅតែអាចសុទ្ធចូលហើយសម្រាប់ Yamal ប៉ះចំបង្គោលទី2ដងដែលធ្វើឲ្យគេថាសយណាបាទយើងនិយាយពាក្យថាសយប៉ះបង្គោលទីតែ2ដងហើយសយហើយបាទអញ្ចឹងសម្រាប់ការប្រកួតនេះ Barcelona បានបាទគេហៅថាគ្រប់គ្រងនៅលើទីលានបានច្រើនប៉ុន្តែលទ្ធផលនេះគឺមិនសមប្រកបនោះទេរឿងរ៉ាវរបស់ Barcelona នៅមិនទាន់ចប់នៅឡើយទេ Koundé គឺកំពុងតែប្រឈមជាមួយនឹងបញ្ហារបួសរហូតដល់3សប្តាហ៍អញ្ចឹងមានន័យថាសម្រាប់ការប្រកួតជើងទី2គឺអត់មានវត្តមានរបស់ Koundé ទេអញ្ចឹងការបាត់បង់តំបន់ស្លាបការពារមួយនេះគឺជារឿងមួយដ៏សំខាន់មែនទែនបាទសម្រាប់ Barcelona បាត់បង់ Koundé គឺតានតឹងណាប្រិមិត្តបាទតានតឹងបច្ចុប្បន្ននេះគឺការពារប៉ុណ្ណេះរៀងយ៉ាប់ផងចុះទម្រាំទៅបាត់បង់ Koundé ទៀតអ្វីគ្រប់បែបយ៉ាងរបស់ Barcelona កាន់តែតានតឹងមែនទែនហើយប្រិមិត្តអញ្ចឹងដូចខ្ញុំបានរៀបរាប់ជូនប្រិមិត្តអញ្ចឹងថាសម្រាប់វគ្គពាក់កណ្ដាលប្រាច់ព្រាត់នេះប្រសិនបើយើងនិយាយអំពីភាគរយខាងណានោះខ្ញុំពិបាកនឹងជូនប្រិមិត្តមែនទែនដោយសារតែក្រុមទាំង4នេះគឺស្ថិតនៅក្នុងភាពប្រហាក់ប្រហែលគ្នាបាទសម្រាប់ Barcelona ប្រកែប្រយុទ្ធប៉ុន្តែរៀងខ្សោយការពារសម្រាប់ Inter ខ្លាំងជាមួយនឹងតំបន់ការពារប្រយុទ្ធរបស់គាត់គឺឆ្លៀតបានមុតអញ្ចឹងក្រុមទាំងពីរប៉ះគ្នាគឺពិបាកមែនតើដែលយើងនិយាយថាតើអ្នកណាមានអត្រាខ្ពស់ជាងស្របពេលដែលប៉ារីសជាមួយនឹង Arsenal គឺការលេងសហការជាក្នុងក្រុមគេបានល្អប៉ុន្តែសម្រាប់ប៉ារីសវិញគឺលេងប្រេះខ្លាំងអញ្ចឹងបាល់ទៅកន្លែងណាគឺកីឡាកររបស់ប៉ារីសទៅតទីតាំងនោះហើយបើយើងនិយាយស្រួលស្ដាប់ដូចថាកីឡាកររបស់ប៉ារីសនេះគឺថាបូជាអស់ហើយបាទកម្លាំងគឺទៅទាំងអស់តែម្ដងគឺអត់ខ្វល់ទេបាទតែយ៉ាងណាមិញសម្រាប់ប៉ារីសក៏មានរឿងត្រូវនិយាយគ្នាដែរដោយសារតែ Ousmane Dembélé មិនទាន់ដឹង 100% ថានឹងអាចចូលរួមប្រកួតបានអត់ទេយោងតាមសារព័ត៌មានបន្ថែមថាគាត់នឹងមានបញ្ហាប៉ុន្តែបានលេងមិនបានលេងគឺជា technique របស់គ្រូបង្វឹកមិនអាចនិយាយពេលនឹងភ្លាមបានទេបើសិននិយាយភ្លាមពេលនេះថាលេងអត់បានវាអាចនឹងប៉ះពាល់ដល់ក្រុមវាអាចនឹងប៉ះពាល់ដល់ក្បួននៅក្នុងការប្រកួតអញ្ចឹងលាស់ត្រាតែដល់ថ្ងៃតែម្ដងបាទបានគេលើកឡើងថាតើនឹងអាចលេងបានឬក៏មិនលេងបានបាទអញ្ចឹងយើងអាចនិយាយបានថាមកដល់ពេលនេះបាទសម្រាប់ការប្រកួត UEFA Champions League គឺតានតឹងមែនទែនបើយើង